បាទខមមិនរបស់បងអូនអាល់វិននេះគឺត្រឹមត្រូវណាស់បាទគឺនៅពេលដែលចិនចូលអន្តរាគមន៍ទៅអាមេរិកបាទទៅបញ្ញាប់បញ្ញាល់ហើយកន្លងមកនេះយើងឃើញហើយអាមេរិកតែងតែអំពាវនាវតែងតែលើកនៅគេហៅថាឲ្យភាគីទាំងពីរឈប់ឆ្លោះគ្នាភាគីទាំងពីរឆ្លោះគ្នាទេបាទគឺថៃគឺជាអ្នកឆ្លោះមកវាយកម្ពុជាគឺមិនមានបំណងក្នុងការឆ្លោះគ្នាទេដូច្នេះទេបើភាគីអន្តរជាតិអាមេរិកក្តីចិនក្តីសហគមន៍អឺរ៉ុបក្តីអង់គ្លេសក្តីអាស៊ានក្តីបាទបើចង់ឲ្យមានបទឈប់បាញ់ឲ្យឈប់ប្រយុទ្ធគ្នានោះបាទគឺទៅប្រាប់ថៃបាទព្រោះកម្ពុជាមានឆ្លោះជាមួយថៃទេកម្ពុជាគឺបន្តគោរពនៅបទឈប់បាញ់បន្តគោរពនៅកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាជាមួយនឹងថៃជាមួយដែលមានសាក់សីពីអាមេរិកពីអាស៊ានបាទដូច្នេះទេកុំនិយាយថាឲ្យភាគីឆ្លោះគ្នាអំពាវនាវឲ្យភាគីឆ្លោះគ្នាត្រូវតែចូលមកខាត់បាទខាត់អាធំនេះជាពិសេសហ្នឹងបាទខាត់ថៃនេះកុំឲ្យមកវាយកម្ពុជាគោរពបទឈប់បាញ់កម្ពុជាគោរពកិច្ចសន្តិភាពកិច្ចព្រមព្រៀងសន្តិភាពបាទហើយបន្ទាប់ពីចិនចេញមុខមកលោតមកពីព្រោះថាចិនមើលឃើញថាបើបន្តសង្គ្រាមនេះអូសបន្លាយទៀតនោះគឺវានឹងប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ចិនអ្វីដែលចិនបានកសាងជាច្រើននៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានក៏ដូចជាសេដ្ឋកិច្ចរោងចក្រសហគ្រាសជាច្រើនជាពិសេសគឺមានទាំងគេហៅថាវារីអគិសនីជាច្រើនទៀតដែលជារបស់ចិនហើយមានបុគ្គលិកចិនជាច្រើនដែលធ្វើការនៅកម្ពុជាផងដែរដូច្នេះទេចិនមិនអាចឈោមើលតែមហាអំណាចតែសហគមន៍អន្តរជាតិត្រឹមតែអំពាវនាវដូចជាហាក់បីដូចជាមិនចូលមកខាត់នេះបាទគឺមានន័យថាទុកឱកាសឲ្យថៃនឹងវាយមកកម្ពុជាបាទដូច្នេះទេគឺចិនហក់ចូលមកហើយអាមេរិកនៅពេលនេះគឺត្រូវហក់មកដែរបាទពីព្រោះចិនមកហើយព្រោះជាមុខមាត់របស់អាមេរិកជាអ្នកសម្របសម្រួលនៃមានកិច្ចព្រមព្រៀងបទជបាញ់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដែលមានហត្ថលេខារបស់លោកដូណាល់ត្រាំទៀតផងបាទដូច្នេះចេញមកលើកនេះគឺអាមេរិកក៏ប៉ុន្តែអាមេរិកដឹងយូរហើយថាពីណាខុសពីណាមិនលោបនោះគឺលោកម៉ាកូរូវីយ៉ូចង្អុលមុខថៃតែម្ដងបាទនេះគឺជារឿងដែលត្រឹមត្រូវគឺឲ្យថៃងាកមកគោរពនៅបទជបាញ់ហើយងាកមកអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពបាទនេះគឺជារឿងយុត្តិធម៌សម្រាប់កម្ពុជាហើយខ្ញុំយល់ឃើញថាក្រោមការសម្របសម្រួលរបស់មហាអំណាចចិនក្រោមការចង្អុលមុខរបស់រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកហើយនឹងការសម្របសម្រួលរបស់លោកអាន់វ៉ៃអ៊ីប្រាហ៊ីមគឺនឹងអាចបង្ហាញបាទនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី22ខែធ្នូ2025ខាងមុខនេះនៅម៉ាឡេស៊ីហើយដូច្នេះទេបន្ទាប់ពីកិច្ចប្រជុំនោះខ្ញុំរំពឹងថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់បាទសម្រាប់កម្ពុជាគឺបើកចំហហើយបាទឈប់បាញ់ពេលណាគឺកម្ពុជាឈប់បាញ់ពេលហ្នឹងប៉ុន្តែឲ្យកម្ពុជាឈប់បាញ់មុនឲ្យកម្ពុជាចោះចាញ់មិនត្រឹមត្រូវទេបាទបើយើងធ្វើដូច្នេះគឺយើងចាញ់ព្រៀបគឺយើងគេចោទយើងថាយើងជាអ្នកបាញ់មុនហើយយើងបាញ់ចាញ់គេហើយយើងសុំគេឈប់បាញ់បាទអត់ត្រឹមត្រូវទេហើយនេះគឺជាចំណុចខ្ទាស់ផងដែរថៃក៏មិនអាចធ្វើការសុំចរចាឈប់បាញ់មុនដែរពីព្រោះថៃគឺចង់បានមុខមាត់នៅក្នុងចំណោមសាធារណជនរបស់ខ្លួនដែរបាទដើម្បីយកប្រជាប្រិយភាពបើថៃវាយហើយថៃសុំមានបទឈប់បាញ់នេះគឺស្មើនឹងថៃចោះចាញ់ហើយធ្វើឲ្យបាក់មុខនៅក្នុងសាធារណជនរបស់ថៃធ្វើឲ្យប៉ះពាល់ដល់នយោបាយសម្លេងឆ្នោតរបស់លោកអាណូទីនបាទដូច្នេះទេនេះជាចំណុចខ្ទាស់ដែលតម្រូវឲ្យភាគីទី3ហើយក្នុងនោះមានអាស៊ានមានមហាអំណាចចិនមានមហាអំណាចសហរដ្ឋអាមេរិកបាទក្នុងកិច្ចប្រជុំនៅម៉ាឡេស៊ីថ្ងៃទី22ហើយរួមមាននឹងរដ្ឋមន្ត្រីការបរទេសរបស់អាស៊ានទាំងអស់ផងដែរដូច្នេះទេបន្ទាប់ពីកិច្ចប្រជុំនេះខ្ញុំរំពឹងថានៅថ្ងៃទី22ម៉ោង10ឬក៏ម៉ោង12យប់គឺបទឈប់បាញ់នឹងចូលជាធរមានបាទដាក់សម្ពាធទៅថៃឲ្យឈប់បាញ់ជាធរមាននេះគឺជាអ្វីដែលខ្ញុំរំពឹងហើយប៉ុន្តែទោះជាយ៉ាងណាខ្ញុំយល់ឃើញថាបើសិនជាថៃមិនទាន់បានទទួលនៅមហិច្ឆតារំលោភនៅដែនអធិបតេយ្យភាពរបស់ខ្លួនបានទីតាំងណាមួយទេក៏ការបទឈប់បាញ់នេះក៏មិនមានទំនុកចិត្តដែរបាទគឺមិនមានទំនុកចិត្តថាថៃនឹងគោរពទេហើយនឹងងាកមកបង្កហេតុរោគមូលហេតុរលេសជាច្រើនទៀតបង្កហេតុជាមួយកម្ពុជាដដែលទេដូច្នេះទេនៅក្នុងការឲ្យឈប់បាញ់នៅម៉ាឡេស៊ីថ្ងៃទី22ខែធ្នូ2025នេះខ្ញុំយល់ឃើញថាតំណាងកម្ពុជាត្រូវតែជជែកឲ្យមានយន្តការក្នុងការធានាឲ្យមានបទឈប់បាញ់នេះបានពិតប្រាកដហើយមានតម្លាភាពតាមរយៈស្នើសុំឲ្យដាក់ផ្កាយរណបឲ្យបានឆាប់បាទពេលនេះមានការបើកចំហហើយគឺអាមេរិកម៉ាឡេស៊ីសហគមន៍អឺរ៉ុបបាទគឺស្ម័គ្រចិត្តក្នុងការផ្ដល់នៅផ្កាយរណបដើម្បីតាមដានបទឈប់បាញ់នេះបង្ហាញថាពីណាឈ្លានពានពីណាបាទដូច្នេះទេដាក់ទី1ដាក់ផ្កាយរណបទី2គឺដាក់គេហៅថា
យោធារក្សាសន្តិភាពបាននៅតំបន់ដែលមានចំនួនតែម្ដងបាទអាចមកពីសហរដ្ឋអាមេរិកអាចមកពីចិនអាចមកពីអាស៊ានក៏ដូចជាពិសេសនោះគឺគេហៅថាតបរក្សាសន្តិសុខគេហៅសន្តិសុខតបរក្សាសន្តិភាពបាទរបស់ក្រុមឆាត់ UN តែម្ដងបាទដើម្បីដាក់មកដល់កន្លែងនេះដើម្បីធានាវត្តជបាញ់នេះឲ្យមានពិតប្រាកដហើយបញ្ជាក់អំពីតម្លាភាពពីណាឃ្លានពៀនពីណាឃ្លានពៀនពីណាបើមិនដូច្នោះទេគឺមិនចប់ទេបាទគឺមិនចប់ទេគឺនៅតែប្រយុទ្ធគ្នាឡើងវិញដដែលទេបាទហើយបន្តពីនេះទៀតមហាអំណាចត្រូវតែដាក់សម្ពាធក្នុងការឯកភាពគ្នាអនុម័តទៅលើបន្ទាត់ព្រំដែនបើសិនជាមិនមានឯកភាពឲ្យសម្រេចទៅលើបន្ទាត់ព្រំដែននេះសង្គ្រាមនេះមិនចប់ទេបញ្ហានយោបាយថៃមិនចប់ទេបើយើងមើលស្ថានភាពនេះបន្ទាប់ពីការបោះឆ្នោតក៏ដោយមុនបោះឆ្នោតបន្ទាប់ពីបោះឆ្នោតក្រោយបោះឆ្នោតក៏ដោយបាទនៅជួបបញ្ហាហើយនឹងងាកមកបន្ទាត់ព្រំដែនដដែលដូច្នេះដើម្បីដោះស្រាយឬគល់នៃបញ្ហានេះគឺត្រូវតែធ្វើសម្រេចបង្កើតបន្ទាត់ព្រំដែនបើអាចបាទធ្វើរបងតែម្ដងកន្លែងណាដែលឯកភាពគ្នាធ្វើរបងកន្លែងណាដែលមិនទាន់ឯកភាពគ្នាជជែកគ្នាក្រោមការសម្របសម្រួលរបស់មហាអំណាចឬក៏ការកាត់ក្តីរបស់ ICJ ដើម្បីសម្រេចបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់ហើយធ្វើរបងតែម្ដងទៅបាទចប់រឿងហើយបើមិនចឹងទេមកដដែលហ្នឹងបាទយើងមិនចប់ទេវាអាចតកូនតចៅបាទ